បាទខ្លាគាត់ច្បាស់ឲ្យធ្ងន់បាទចូលការប៉ះសិង្ហបែបកងចេញរៀមហ្នឹងពេលដែលចូលដៃរបស់គាត់បែបណាដែរគាត់ថាធ្ងន់ខ្លាំងឬមួយក៏ល្មមដែលយើងអាចទទួលយកបាននិយាយទៅមកល្មមមកមិនធ្ងន់អីពេកតែថាយើងវឹកហាត់ចឹងទៅយើងបាយសួរពីក្រោមទៅហើយយើងដល់លើវាមិនទៅមកទេបងជំរាបសួរសិង្ហបាទជំរាបសួរបងឥឡូវនៅក្នុងសប្តាហ៍ហ្នឹងចិត្តដល់ថ្ងៃដែលប៉ះដៃគូចាស់ម្ដងទៀតហ្នឹងបាទយ៉ាងណាដែរគៀកដល់ថ្ងៃហើយអត់អីបងមកប្រកួតចុងក្រោយឃើញប្លែកចេះឈរវាយមួយរៀមច្បងវាយបែបបច្ចេកទេសបាទដំបូងគេថាឡុងវិសិតខ្លាចចាញ់ដល់បុកទេតែដល់ពេលឈរវាយបច្ចេកទេសឡុងវិសិតពិបាកចូលវាយនេះអាចនិយាយបានថានៅមានកម្លាំងបុកទៀតឬមួយក៏មិនសូវមានកម្លាំងមានបងតែយើងវាយតាមបច្ចេកទេសបងវាយតាមបច្ចេកទេសការប៉ះរៀមច្បងឡុងវិសិតយ៉ាងណាដែរនិយាយទៅគឺគាត់ល្អបងគាត់បុកធ្ងន់ល្អហើយគាត់តែគាត់រៀងស្ទើរយើងតិចបងរៀងស្ទើរជាងយើងតិចសារគាត់ទៅវិលត្រឡប់មកវិញការប៉ះឌីមសរ៉ុំលើកទី2នេះជាក្តីបំណងមួយសម្រាប់សិង្ហព្រោះទី1យើងមិនមែនថាមិនអស់ចិត្តអីទេព្រោះចាញ់គេចាញ់ហើយតែយ៉ាងណាយើងចង់ប៉ះគាត់ម្ដងទៀតឲ្យបានអស់ចិត្តខ្លួនឯងថាឈ្នះចាញ់ម្ដងនេះតែការត្រៀមខ្លួនប៉ះគាត់ម្ដងទៀតនេះយល់ឃើញបែបណាដែរសម្រាប់ការប្រកួតមួយគាត់គិតថាមួយរយៈចុងក្រោយហ្នឹងគាត់រៀងល្អជាងមុនឬយ៉ាងណានិយាយទៅគឺមួយរយៈក្រោយគឺគាត់រៀងគាត់កាន់តែឡើងហ្មងគឺគាត់មិនថាខ្ញុំថាអញគឺគាត់កាន់តែឡើងរហូតកាន់តែឡើងរហូតបាទបាននិយាយពីអារម្មណ៍សិង្ហមុនដែលធ្លាប់ប៉ះគាត់អាចនិយាយថាតាំងពីយើងមិនទាន់ប៉ះគាត់គិតថាគាត់បែបហ្នឹងធ្លាប់តែគាត់ប៉ះអ្នកល្មមមិនទាន់ប៉ះអ្នកខ្លាំងអីចឹងនិយាយទៅគឺរាល់ការតាំងពីគាត់ប្រកួតមកគឺខ្ញុំមើលអាសាមើលគាត់បងគឺក្បាច់គាត់ល្អនិយាយទៅគាត់ទាន់បាញ់នេះគាត់ល្អហ្មងគាត់ល្អតាំងពីនេះមកខ្លាគាត់បាទខ្លាគាត់ច្បាស់ឲ្យធ្ងន់បាទចូលការប៉ះសិង្ហបែបកងចេញរៀមហ្នឹងពេលដែលចូលដៃរបស់គាត់បែបណាដែរគាត់ថាធ្ងន់ខ្លាំងឬមួយក៏ល្មមដែលយើងអាចទទួលយកបាននិយាយទៅមកល្មមមកមិនធ្ងន់អីពេកតែថាយើងវឹកហាត់ចឹងទៅយើងបាយសួរពីក្រោមទៅហើយយើងដល់លើវាមិនទៅមកទេបងពេលខ្លះឈឺដែរតែយើងហាត់ស៊ាំពីក្រោមទៅវាធម្មតាដូចយើងបាទសម្រាប់អ្នកហាត់ទៅម៉ាំងដាច់មកតែយើងហាត់ទៅអត់អីបងអត់អីតែការប៉ះគ្នាលើកទី2នេះលក្ខណៈការប្រកួតបែបណាដែរលក្ខណៈកង់ចេញរៀម5ទឹកកង់ធម្មតា5ទឹកហ្មងកង់ធម្មតា5ទឹកចង់រំលឹកវិជាគុណនេះវិជាគុណចាស់កង់ធំ5ទឹកគិតថាអាចនឹងពិបាកជាងវាយកង់ចេញរៀមនិយាយទៅសម្រាប់ខ្ញុំមិនថាកង់ធំកង់តូចបងគឺប្រកួតបានហ្មងមិនថាថាកង់តូចយើងល្អដៃណាប្រកួតកង់តូចមិនយើងថ្មីសម្រាប់ខ្ញុំកង់តូចក៏បានកង់ធំក៏បានកង់តូចក៏បានកង់ធំក៏បានបាទតែការប្រកួតនេះជឿជាក់លើខ្លួនឯងប្រមាណ%សម្រាប់ជំនួបជាមួយនឹងឌីមសរ៉ុំជំនួបសងសឹកដណ្ដើមខ្សែក្បាត់ត្រូវกัน70%បង70%ព្រោះថ្ងៃហ្នឹងគឺជាតំណែងគូឯកនៅខាងរតនគិរីសិង្ហវាយថ្ងៃសៅរ៍គូឯកសម្បត្តិថ្ងៃអាទិត្យគូឯកសិតការពារខ្សែក្បាត់និងដណ្ដើមខ្សែក្បាត់អញ្ចឹងមានអីនិយាយទៅកាន់បងប្អូនអ្នកគ្រប់គ្រងសម្រាប់ជំនួបជាមួយនឹងឌីមសរ៉ុំលើកទី2លក្ខណៈដណ្ដើមខ្សែក្បាត់នេះគឺមានសំណពងបងប្អូនអ្នករតនគិរីចាំទទួលផងថ្ងៃទី7អញ្ចឹងមានចាំរងចាំតាមដានទស្សនាទាំងអស់គ្នានៅបញ្ជូចិត្តហ្នឹងបាទអូខេអរគុណច្រើនភេសជ្ជៈបើកម្លាំង Dragon ធម្មពលថ្មីចម្រាញ់ពី Yinsen